孩子们尖叫、惊慌逃窜。这里是柬埔寨暹粒省的一所学校，遭到泰国士兵猛烈攻击，显见两国冲突持续扩大。而且暹粒省是柬埔寨最重要的观光区，当地拥有数百年历史的古迹吴哥窟就在这里。随后，柬埔寨军方也发出声明。 អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរថាចំនួននៃការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនិងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃវាយប្រហារមកលើកម្ពុជាកាន់តែមានចំនួនទំហំកើនឡើងជាលំដាប់និងពង្រីកការបាញ់ប្រហារមកលើកម្ពុជាកាន់តែចូលមកជ្រៅក្នុងដែនអធិបតេយ្យដោយនៅថ្ងៃនេះគឺមានការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 ចូលមកដល់ក្បែរជំរំជនភៀសសឹក នៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបបន្ថែមទៀត 网络上也流传一段泰国 F-16战机轰炸暹粒省的画面，然而泰柬军力严重失衡，柬埔寨士兵只能用军机枪反击。 泰国士兵兴高采烈欢呼，因为两国冲突持续2周以来，泰国不断在边境争议区有所突破，甚至在昨天，泰国军方的一段画面显示，他们拿下了边境的争议寺庙塔贵寺。而为了压制冲突，马来西亚外交部仍表示希望促进双方和谈，但是因泰国要求原定16日举行与泰国和东南亚外长的高层会谈将延至22日。